ពួកចៅទាំងពីរនោះស្រាប់តែធំក្លិនដូចជាសាកសពរលួយអញ្ចឹងក្រឡេកមកខាងមុខពួកគេក៏ឃើញលោកឯកឧត្តម Kendall ដែលជាប់ឈ្មោះថាជាបិសាចនោះមិនយូរទេ Kendall ក៏កាប់សម្លាប់ចោលពីរនាក់នោះដោយគ្មានញញើតដៃតែម្ដងនៅកណ្ដាលផ្លូវនោះរួចគេក៏រើសកាបូបដែលចោលនោះលួចពីឡារីនិងយកមកឲ្យនាងវិញតួស្រីពេលនេះក៏ដឹងថាគេមិនមែនជាអ្នកបរទេះរបស់គ្រួសារ Kendall នោះទេតែជាលោកឯកឧត្តមតែម្ដងសូមណែនាំខ្លួនតួឯកប្រុសរបស់យើងបន្តិច Ashrahan Kendall ជាលោកឯកឧត្តមដែលមានឋានៈខ្ពស់ជាងគេនៅក្នុងអាណាចក្រ Harusha នេះគេក៏ល្បីឈ្មោះថាជាអាវុធមួយដ៏មុតបំផុតរបស់អាណាចក្រផងដែរមិនត្រឹមតែជាមេទ័ពដែលតែងតែឈ្នះនៅក្នុងសមរភូមិនោះទេគឺគេក៏ល្បីឈ្មោះថាជាលោកម្ចាស់ដែលមានហិង្សាបំផុតផងដែរមួយទៀតគេពិតជាសង្ហាខ្លាំងណាស់សង្ហារកលេខដាក់គ្មាននោះទេទោះជាគេមានក្លិនរាងខ្លាំងបន្តិចប៉ុន្តែបានមុខជួយអញ្ចឹងមិនអីទេសម្រាប់នាងហេហេមុខអញ្ចឹងណានាងចាក់បានថាគេបានដេតជាមួយនឹងមនុស្សស្រីរាប់លានអ្នកមកហើយគេច្បាស់ជាមើលរំលងនាងមិនខានព្រោះគេជាមនុស្សចិត្តត្រជាក់តួស្រីយើងគិតផងដែលលូលូម្នាក់ឯងផងវាក៏ធ្វើឲ្យតួប្រុសនេះគិតថានាងច្បាស់ជាកំពុងតែភ័យខ្លាចព្រោះតែវត្តមានរបស់គេហើយមើលទៅព្រោះតែបណ្ដាសានេះទោះជាគេបានជួយនាងនៅក្នុងចិត្តរបស់នាងនៅតែខ្លាចគេដដែលគេឆ្ងល់ណាស់ថាគេមកត្រូវរស់នៅបែបនេះដល់ពេលណាទៀតរំពេចនោះតួស្រីរបស់យើងក៏មកចាប់អាវរបស់តួប្រុសហើយសួរគេច្បាស់ៗតែម្ដងថាគេមានសង្សារនៅនិយាយតាមត្រង់គេពិតជាបរិសង្ហាមែនតែនពួកយើងមកដេកគ្នា3ខែល្អទេហើយនេះក៏ជាបំណងប្រាថ្នារបស់នាងនៅក្នុង bucket list មួយផងដែរគឺនាងចង់ដេកជាមួយនឹងបុរសសង្ហារយៈពេល3ខែតួប្រុសក៏ឈប់ភាំងនៅទីនោះដោយសារតែអត់ដឹងនិយាយអីតួស្រីក៏ណែនាំខ្លួនរបស់នាងថានាងឈ្មោះអីចេះទៅហើយក៏សួរឈ្មោះរបស់គេវិញតាមពិតទៅនាងដឹងឈ្មោះរបស់គេហើយប៉ុន្តែគ្រាន់តែសួរជាការគួរសមតួប្រុសវិញក៏ឆ្លើយមកថាគេឈ្មោះ Ashrahan Kendall គ្រាន់តែស្ដាប់ឮសំឡេងរបស់គេហើយតួស្រីនិយាយលឺតែម្ដងអូយមកសំឡេងគេហើយឡើងពីរោះនាងស្រឡាញ់ណាស់រីករាយដែលបានជួប Ashrahan ទូប្រុសវិញក៏គិតថានាងលេងសើចដាក់គេតែដឹង20ឆ្នាំហើយដែលមានអ្នកមកហៅឈ្មោះគេចំបែបនេះមិនចាំយូរទេតួស្រីក៏សុំគេដេតជាមួយគ្នារយៈពេល3ខែតែម្ដងតួប្រុសក៏ឆ្លើយវិញថានាងបានឃើញគេសម្លាប់ពួកចោរនោះហើយមិនអញ្ចឹងអីតែនាងមិនខ្លាចគេទេឬឈប់លេងសើចទៀតទៅនិយាយរួចគេក៏ដើរចេញទៅមិនភ្លេចងាកមើលក្រោយមើលនាងទេគេក៏ដឹងថាវាដូចជាការពិតមែនដែលនាងលេងសើចជាមួយគេប៉ុន្តែឡារីរបស់យើងឯនេះវិញមិនបានលេងសើចអីនោះទេនាងនិយាយការពិតនាងមិនមែនខ្ទប់មាត់កំពុងសើចគេនោះទេតែនាងកំពុងតែតបច្រមុះដែលកំពុងតែហូរឈាមនេះទៅវិញទេព្រោះថាការនិយាយនិងអត្តចរិតរបស់គេនេះពិតជាសិចស៊ីមែនតែនគេពិតជាល្អឥតខ្ចោះសម្រាប់នាងណាអ្វីដែលបរិសនោះខ្វះមិនបាននោះគឺជានាងអស្រហានលោកចាំតែមើលទៅខ្ញុំនឹងឲ្យលោកមានអ្វីគ្រប់យ៉ាងកាត់មកឈប់បន្ទាប់ដែលឡារីរបស់យើងនេះកំពុងតែនៅក្នុងហាងប៉ាក់ស៊ីមួយកន្លែងដែលនាងចង់ជួបបរិសម្នាក់នោះម្ដងទៀតណាតែមិនដឹងធ្វើតាមរបៀបណាភ្លាមនោះតិចដ៏ធំរបស់តួស្រីក៏លឺអ្នកនិស្សិតនោះនិយាយគ្នាអំពីលោកឯកឧត្តម Kendall ដែលគាត់ពេលនេះកំពុងតែស្វែងរកមេធ្មប់ Purify មិនចាំយូរនោះទេនាងក៏ដាក់កូនអង្គុយនៅក្នុងវងនោះតែម្ដងតាមពិតទៅបរិសម្នាក់នោះត្រូវបានដាក់បណ្ដាសាដែលធ្វើឲ្យគេមានក្លិនដូចជាសាកសពរលួយអញ្ចឹងគេបានព្យាយាមជួមេធ្មប់ជាច្រើនមកដាក់បណ្ដាសានេះប៉ុន្តែគ្មានធ្មប់ណាអាចដោះវាបាននោះទេព្រោះបណ្ដាសានេះពិតជាខ្លាំងក្លាណាស់ណាមួយក៏គ្មានធ្មប់ Purify ដែរនិយាយដល់ចំណុចនេះវាក៏ចូលតួឯកស្រីយើងតែម្ដង Purify ត្រូវការប្រើប្រាស់ម៉ាណាជាច្រើនជាង Healing ទៅទៀតហើយក៏អាចប្រើក្នុងការដំបណ្ដាសាបានដែរប៉ុន្តែវាមិនល្បីល្បាញនោះទេព្រោះថាមនុស្សស្លាប់មកពីការចាក់សម្លាប់ច្រើនជាងដាក់បណ្ដាសាហេតុនេះហើយទើបអាស្រហានមិនអាចស្វែងរកធ្មប់ Purify បានដើម្បីចាប់ខ្លាបាននាងត្រូវតែចូលរុនខ្លារងចាំខ្ញុំណាអាស្រហានហើយមើលរូបភាពនៅក្នុងខួរក្បាលរបស់នាងអើយមួយអាទិត្យក្រោយមកតួស្រីក៏បានរកឃើញអាស្រហានចូលមកដល់ភ្លាមនាងក៏ចាប់ដើមនិយាយផ្លែតែម្ដងមើលទៅនាងពិតជាបាន20គេហើយលើកមុនព្រោះតែនាងសុំដេតគេភ្លាមអញ្ចឹងដោយមិនទាន់មើលចិត្តគ្នាអីបន្តិចដូច្នេះហើយទើបនាងចង់ឲ្យពួកគេចាប់ដើមឡើងដោយការធ្វើកុងត្រាមេនិងកូនចៅសិននាងក៏ណែនាំខ្លួនទៅថានាងឈ្មោះ Lariat Blanche ជាធ្មប់ Purify ដែលមានជំនាញជាងគេនៅក្នុងអាណាចក្រនេះនាងអាចដកបណ្ដាសាគេបាននាងចង់បានអ្វីត្រឡប់មកវិញនោះគឺគ្រាន់តែចង់បានកន្លែងស្នាក់នៅនិងអាហារតែប៉ុណ្ណោះ
សូមលោកសញ្ញាកងត្រានេះទៅប្រុសរបស់យើងក៏តបមកវិញដោយមានអ៊ូរ៉ាខ្មៅខ្មៅគួរឲ្យខ្លាចនឹងពីក្រោយខ្នងរបស់គេក៏សួរនាងថាតើនាងអាចរក្សាពាក្យសម្ដីរបស់នាងបានទេបើទាំងអស់នេះវាជាការលេងសើចរបស់នាងនឹងមិនមានជីវិតរស់ទៀតនោះទេតួស្រីមិនខ្លាចអ្វីនោះទេទោះជានាងមិនបានរៀនពីការប្រើប្រាស់វេទមន្តពិតមែនប៉ុន្តែនាងចេះប្រើវេទមន្តបន្សុទ្ធណាមួយនាងក៏គង់តែស្លាប់ដដែលនឹងឡារីចាប់ដៃរបស់រ៉ាហាននិងចាប់ផ្ដើមប្រើប្រាស់វេទមន្តរបស់នាងទៅលើដៃរបស់គេភ្លើងពណ៌លឿងចែងចាំងនោះក៏បញ្ចេញមកវាក៏ធ្វើឲ្យឡារីនេះត្រូវប្រើប្រាស់ថាមពលជាច្រើនដើម្បីដំបណ្ដាសានោះវាពិតជាខ្លាំងណាស់ធ្វើឲ្យនាងនេះប្រើម៉ាណារបស់នាងឡើងអស់ទៅហើយរួចរាល់នាងក៏ឲ្យរ៉ាហានមើលដោយខ្លួនឯងទៅរ៉ាហានអានេះវិញគេគ្មានសង្ឃឹមស្រាប់ហើយតាំងពីតូចមកដល់ពេលនេះគេដឹងពីបណ្ដាសានេះច្បាស់ណាស់ការចងចាំពីតូចរបស់គេក៏ចាប់ផ្ដើមលេចមកក្នុងខួរក្បាលគេម្ដងទៀតដោយវាបង្ហាញពីមនុស្សស្រីម្នាក់កំពុងតែចិត្តនឹងស្លាប់ហើយបាននិយាយដាក់បណ្ដាសាមកលើគេស្បែករបស់ឯងនឹងរលួយឯងនឹងមានក្លិនដែលដូចជាសាកសពរលួយស្អុយចាប់ពីពេលនេះតទៅស្រាយក្រណាត់ចាញ់ហើយតួប្រុសភាំងខ្លាំងមែនតែននេះវាអាចទៅរស់យ៉ាងម៉េចទៅតួស្រីឃើញដៃរបស់គេមកធម្មតាបែបនេះនាងក៏ឲ្យគេសញ្ញាកងត្រាទៅមុននឹងខ្លួននេះសន្លប់បាត់ស្មារតីបន្ទាប់ពីប្រើប្រាស់ធម្មពលពីរាងកាយនាងអស់ទៅតួប្រុសឈរទប់នាងដោយគិតនៅក្នុងចិត្តថានាងជាអភូតហេតុមួយដែលអាចដោះបណ្ដាសាគេបានហើយគេនឹងមិនអាចបាត់បង់នាងជាដាច់ខាតភ្ញាក់ដឹងខ្លួនមកតួស្រីក៏ឃើញខ្លួនឯងនៅក្នុងភូមិគ្រឹះខានដែលគេយកនាងមកទីនេះព្រោះវាជាលក្ខខណ្ឌនៅក្នុងកងត្រានោះឯងដែលគេត្រូវផ្ដល់កន្លែងស្នាក់នៅនិងអាហារដល់នាងគេក៏ហុចកងត្រាដែលបានសញ្ញេឲ្យមកនាងដែលប្រាប់ថាគេទុកមួយច្បាប់សម្រាប់ខ្លួនឯងនិងមួយច្បាប់សម្រាប់នាងតួស្រីចាប់ដើមចូលហ្វេនងើម៉ូតតែម្ដងដោយសារតែតួប្រុសនេះសិចស៊ីនិងខ្ជូតក្នុងពេលតែមួយតែម្ដងនាងក៏ទៅចាប់ដៃរបស់គេទាំងពីរដោយគិតនៅក្នុងចិត្តថាបើនាងមិនបានអោបគេក៏នាងបានកាន់ដៃរបស់គេដែរអរគុណណាស់អាស្រហាននាងសន្យាថានាងនឹងល្អចាប់ពីពេលនេះតទៅដោយតួស្រីរបស់យើងនិយាយផងចាប់ដៃគេចុះឡើងផងតួប្រុសក៏រំលឹកនាងថាពួកគេត្រឹមតែជាមេនឹងកូនចៅតែប៉ុណ្ណោះគេឆ្ងល់ណាស់ថាហេតុអីនាងមិនគេចពីគេប៉ុន្តែបែរជាមកចិត្តគេបែបនេះតួស្រីឲ្យគេឈប់ហៅនាងណានាងទៀតទៅហៅឈ្មោះរបស់នាងមករីតួប្រុសវិញក៏ងើបឈរឡើងដែលគេប្រាប់ថាគេមកទីនេះព្រោះតែនាងបានស្លាប់តែប៉ុណ្ណោះគេក៏បានយករបស់របរនាងមកទីនេះដែរបើគ្មានអ្វីទៀតទេគេសុំទៅវិញហើយតួស្រីវិញមើលទៅកាន់គេទៅគិតក្នុងចិត្តថាមើលទៅគេជាមនុស្សដែលមានបទពិសោធន៍ច្រើននៅក្នុងការ dating ប៉ុន្តែហេតុអ្វីក៏គេចិត្តត្រជាក់ដាក់នាងបែបនេះតែនាងមិនមែនជាថៃបរបស់គេទេដឹងប៉ុន្តែនាងអាចផ្លាស់ប្ដូរវាបានតាតួប្រុសវិញគ្រាន់តែឃើញនាងញញឹមឡើងភ្ញាក់ព្រឹសតែម្ដងព្រោះថាវាគួរឲ្យខ្លាចពេកគេក៏ឲ្យនាងសម្រាកទៅព្រោះនាងមិនទាន់ជានោះទេហើយគេនឹងជួបនាងនៅថ្ងៃស្អែកចេញទៅបាត់ណាតួស្រីនេះក៏សរសើរគេមិនដាច់តែម្ដងថាសង្ហាហើយផ្អែមល្ហែមទៀតតួប្រុសទៅបាត់នាងក៏និយាយលឺដោយលូតែម្នាក់ឯងតែម្ដងថានាងងើបមកថ្ងៃស្អែកនឹងបានឃើញមុខគេពិតជាមិនចង់ជឿនោះទេហេតុអីក៏គេសង្ហាយ៉ាងនេះមុខរបស់គេគួរតែបន្តពូជពង្សវង្សតកូលដល់កូនចៅកូនទួតដោយសារតែគេនេះគឺស្អាតខ្លាំងពេកគ្មានអ្នកណាគេស្អាតជាងគេនោះទេរីឯរ៉ាហានេះវិញឈរនៅមាត់ទ្វារនឹងតាមានតន់ទៅណាស្ដាប់ហើយគេក្តៅមុខតែម្ដងគេអៀនខ្លាំងណាស់គ្មានអ្នកណាគេដែលនិយាយពាក្យបែបនេះមកលើគេឡើយស្រីម្នាក់នេះច្បាស់ជាមានអ្វីខុសប្រក្រតីក្នុងខួរក្បាលនាងហើយថ្ងៃស្អែកឡើងតួស្រីរបស់យើងនេះគឺមកញ៉ាតួប្រុសទាំងព្រឹកតែម្ដងដោយនាងមកអង្គុយមើលមុខគេយូរហើយតួប្រុសក៏សួរនាងថានាងមានអ្វីចង់និយាយមែនទេមែនហើយនាងចាំគេយូរហើយនាងចង់ញ៉ាំបាយជាមួយគេនាងចាំនឹងយូរនាងស្មានតែពួកគេត្រូវញ៉ាំបាយព្រឹកជាមួយគ្នាទេតើតួប្រុសវិញក៏សួរថាពោះរបស់នាងច្បាស់ជាខ្លាំងហើយដែលចង់ញ៉ាំបាយជាមួយគេវាក៏ព្រោះតែក្លិនខ្លួនរបស់តួប្រុសគឺមិនល្អនោះឡើយតើអ្នកណាអាចបញ្ញឹកបាយជាមួយនឹងគេបានទៅតួស្រីមិនខ្វល់ទេពីរឿងនោះប៉ុន្តែតួប្រុសក៏មិនបានលេងសើចជាមួយនាងដែរគេត្រូវបណ្ដាសានេះគឺនៅពេលដែលអ្នកដាក់នោះចិត្តស្លាប់អញ្ចឹងហើយទើបវាខ្លាំងក្លាបែបនេះតួស្រីក៏បន្តសួរដោយតួប្រុសនេះបន្តប្រាប់សាច់រឿងទៅថាគេបានដាក់បណ្ដាសាតាំងពីអាយុ7 ឆ្នាំមកម្ល៉េះ
អ្នកក្រៅមិនដឹងទេថាខណៈនេះត្រូវបានដាក់វេទមន្តដើម្បីការពារក្លិនដែលចេញពីខ្លួនរបស់គេនេះខ្លះៗការស្វែងរកធ្មប់ Purify មកជួយគេនេះគ្រាន់តែវាជួយបានតែបន្តិចតែប៉ុណ្ណោះគ្មាននរណាម្នាក់អាចបណ្ដាប់បណ្ដាសារនេះបានឡើយបន្លាចឡារីហើយគេក៏គិតក្នុងចិត្តតែម្នាក់ឯងថាបើនាងខ្លាចហើយរត់ទៅពេលនេះក៏វាមិនអីនឹងដែរគេនឹងតាមនាងហើយយកនាងមកឃុំទុកឲ្យតតែបានមានអាណារូបភាពលូលូរបស់ទូស្រីនឹងក៏ចូលមកក្នុងខួរក្បាលនាងទៀតហើយខ្ញុំសន្យាថាខ្ញុំនឹងដោះបណ្ដាសារនេះឲ្យតតែបានអាស្រហានទូប្រុសស្ដាប់ហើយបេះដូងរបស់គេក៏មានអារម្មណ៍ថាលោតញាប់ខុសពីធម្មតាតែម្ដង